ពីសម័យបុរាណយូរមកហើយមាននគរមួយស្ថិតនៅចន្លោះភ្នំខៀវនិងទន្លេស្រស់ឈ្មោះថាសុវណ្ណភូមិនគរនោះសម្បូរទៅដោយស្រូវសាលីផ្កាព្រៃនិងសំណោចកុមារអ្នកដឹកនាំនគរគឺស្ដេចសុវណ្ណរាជអង្គមានចិត្តស្មោះត្រង់និងគោរពច្បាប់យ៉ាងខ្លាំងស្ដេចមានកូនស្រីតែម្នាក់គត់ដែលជាពន្លឺនៃវាំងព្រះនាមថាព្រះនាងផ្កាមាសព្រះនាងមានសក់វែងខ្មៅភ្លឺភ្នែកស្រស់ពន់ផ្កាម្លិះប៉ុន្តែអ្វីដែលធ្វើឲ្យព្រះនាងពិសេសជាងគេគឺចិត្តមេត្តាករុណានិងការយល់ចិត្តអ្នកដទៃតាំងពីនៅក្មេងព្រះនាងមិនចូលចិត្តលេងតែគ្រឿងអលង្ការឬអង្គុយស្ងៀមនៅក្នុងវាំងទេព្រះនាងចូលចិត្តចុះទៅភូមិដើរលេងជាមួយកុមារស្ដាប់រឿងអ្នកចាស់និងជួយអ្នកជំងឺមួយមេឃមិនភ្លៀងជាច្រើនខែទន្លេតូចៗស្ងួតស្រះទឹកប្រេះស្រូវស្ងួតคล้ายជាដីល្មើយប្រជាជនចាប់ផ្ដើមអស់សង្ឃឹមកុមារខ្លះស្រែកឃ្លានអ្នកចាស់អង្គុយស្ងៀមមើលមេឃនៅក្នុងវាំងស្ដេចសុវណ្ណរាជព្រួយបារម្ភមិនអាចដេកបានព្រះនាងផ្កាមាសឃើញដូច្នោះក៏មានទឹកភ្នែកហើយនិយាយថាព្រះបិតាកូនមិនអាចមើលឃើញប្រជាជនទុក្ខលំបាកដូចគ្នាបានទេសូមអនុញ្ញាតឲ្យកូនទៅស្វែងរកដំណោះស្រាយផងបើចិត្តយើងល្អនគរយើងក៏ល្អដែរបន្ទាប់ពីគិតយូរស្ដេចយល់ព្រមដោយផ្ដល់ព្រះពរនិងជួនអ្នកការពារម្នាក់ព្រះនាងផ្កាមាសបានចេញដំណើរតាំងពីព្រលឹមមេឃនៅស្រអាំពន្លឺថ្ងៃទើបតែរះពីក្រោយភ្នំព្រះនាងពាក់អាវធ្វើដំណើរពណ៌ស្រាលនិងកាន់ក្រាបោបតូចមួយមានទឹកនិងអាហារបន្តិចបន្តួចមុនចេញដំណើរព្រះនាងបានមើលត្រឡប់ទៅវាំងហើយស្បិតក្នុងចិត្តថាខ្ញុំទៅរកវិធីជួយប្រជាជនឲ្យបានទោះបីផ្លូវលំបាកយ៉ាងណាក៏ដោយដំបូងព្រះនាងឆ្លងកាត់ព្រៃស្រងាត់ធំមួយដើមឈើខ្ពស់បិទពន្លឺថ្ងៃសំឡេងខ្យល់និងសត្វព្រៃធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ប៉ុន្តែអាចកំបាំងភ្លាមនោះព្រះនាងឮសំឡេងរំជើរំជួលតូចពីក្រោយគុម្ពឈើព្រះនាងចូលទៅមើលហើយឃើញកូនក្តាន់តូចមួយជាប់របួសជើងព្រះនាងមិនភ័យឡើយព្រះនាងអង្គុយចុះយឺតហើយប្រើក្រណាត់ស្តាតរុំជើងក្តាន់ព្រះនាងនិយាយទន់ភ្លន់ថាកុំភ័យអីកូនតូចខ្ញុំនឹងជួយអូនក្តាន់តូចមើលព្រះនាងដោយភ្នែកពោពេញដោយការជឿទុកចិត្តបន្ទាប់ពីជើងវាធូរស្រាលវាបានឈរឡើងហើយដើរនាំព្រះនាងតាមផ្លូវខ្លីមួយដែលមិនសូវមានមនុស្សដឹងតទៅមុខព្រះនាងបានដល់ទន្លេធំមួយទឹកហូរខ្លាំងនិងជ្រៅស្ពានចាស់បានបាក់មិនអាចឆ្លងបានទេព្រះនាងកំពុងគិតថាត្រូវធ្វើយ៉ាងដូចម្តេចនោះសត្វស្វាច្រើនក្បាលបានចុះមកពីដើមឈើពួកវាបាននាំឈើធំមកជួយគ្នាសង់ស្ពានតូចមួយព្រះនាងឆ្លងទន្លេបានដោយសុវត្ថិភាពហើយអរគុណសត្វទាំងនោះដោយចិត្តស្មោះនៅពេលថ្ងៃជិតលិចព្រះនាងឡើងដល់ភ្នំថ្មខ្ពស់ផ្លូវរអិលនិងខ្យល់ត្រជាក់ព្រះនាងនឿយហត់ខ្លាំងប៉ុន្តែមិនបោះបង់ឡើយនៅលើកំពូលភ្នំព្រះនាងឃើញផ្ទះឈើតូចមួយមានផ្សែងឡើងតិចនោះគឺជាទីស្នាក់នៅរបស់អ្នកប្រាជ្ញចាស់ព្រះនាងគោរពនិងប្រាប់គោលបំណងដំណើរទាំងអស់អ្នកប្រាជ្ញស្ដាប់យ៉ាងស្ងៀមស្ងាត់បន្ទាប់មកញញឹមហើយនិយាយថាកូនស្រីអើយការដែលកូនជួយសត្វនិងមិនបោះបង់ផ្លូវលំបាកនោះហើយជាចម្លើយដំបូងរបស់កូនដំណោះស្រាយពិតមកពីចិត្តមេត្តានិងការរួបរួមចិត្តមនុស្សព្រះនាងផ្កាមាសបានអង្គុយស្ដាប់ដោយទទួលបានពន្លឺថ្មីក្នុងចិត្តនៅយប់នោះព្រះនាងសម្រាកគ្រោពន្លឺព្រះច័ន្ទហើយត្រៀមខ្លួនត្រឡប់ទៅនគរដើម្បីផ្លាស់ប្ដូរជីវិតប្រជាជនព្រះនាងត្រឡប់មកវិញហើយអំពាវនាវឲ្យប្រជាជនរួមចិត្តគ្នាមនុស្សខ្លះមិនជឿតែមើលឃើញព្រះនាងធ្វើជាគំរូមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមជួយគ្នាពួកគេសាងសង់ទំនប់ទឹកសម្អាតស្រះដាំដើមឈើនិងចែករំលែកអាហារមិនយូរបន្ទាន់ឡើយ
មេឃងងឹតភ្លៀងធ្លាក់ចុះយ៉ាងស្រស់ស្រាយទឹកហូរត្រឡប់មកវិញស្រូវដុះបៃតងពេញវាលនគរសុវណ្ណភូមិប្រែជាសម្បូរបែបជាងមុនស្ដេចសុវណ្ណរាជមានមោដានភាពយ៉ាងខ្លាំងប្រជាជនគោរពស្រឡាញ់ព្រះនាងផ្កាមាសហើយហៅព្រះនាងថាព្រះនាងនៃចិត្តមេត្តាករុណានិងប្រាជ្ញាពីថ្ងៃនោះទៅនគររស់នៅក្នុងសន្តិភាពដោយចងចាំថាអំណាចធំបំផុតមិនមែនជាមកុដមាសទេប៉ុន្តែជាចិត្តល្អនិងការរួបរวมគ្នា